ធំបាសម៉ា JBL យកចាស់ដូរថ្មីមាននៅក្រុមហ៊ុន Nano Sound ជំរាបសួរបងប្អូនអ្នកប្រិយមិត្តទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺយើងមានឈុតថ្មីមួយដែលទើបតែមកដល់ស្រុកខ្មែរយើងថ្មីក្តៅហ្នឹងតែម្ដងដោយបងប្អូនបានឃើញនៅក្បែរពួកខ្ញុំនេះអញ្ចឹងហើយឈុតហ្នឹងវាមានឈ្មោះថា JBL Gold KTV ហ្នឹងហើយអូខេចង់ដឹងពីឈុតហ្នឹងឲ្យកាន់តែច្បាស់ឥឡូវសូមឲ្យហើយមិនជួយបកស្រាយតិចមកហ្នឹងបាទហ្នឹងហើយបងប្អូនបាទអញ្ចឹងឈុតនេះខ្ញុំបាន live ពីម្សិលមិញដែរបងប្អូនហើយថ្ងៃនេះយើងចេញជាវីដេអូបង្ហាញជូនបងប្អូនរៀងលម្អិតតាក់ទងជាមួយនឹងការប្រើប្រាស់បាទអញ្ចឹងឈុតមួយនេះបាទបងប្អូនឃើញទៅគឺយើងយក Passion 6អានេះគឺគេហៅថា Passion 6ឬក៏គេហៅថា Passion 6ណាបងប្អូនបាទដែលមុខកាត់អង្គត់ផ្ចិតរបស់វាគឺ 6.5 អ៊ីងបាទអូបលើកដាលហើយនឹង 3 អ៊ីងសងខាងហ្នឹងហើយបងប្អូនហើយដំណើរការរបស់វាគឺជា full range two way បាទហើយកម្លាំងរបស់វា ohms គឺ 100 វ៉ាត់ឈុតមួយនេះគឺវាស័ក្តិសមសម្រាប់បងប្អូនដែលស្រឡាញ់នៅទីតាំងតូចចង្អៀតបាទប៉ុន្តែចង់បាននៅសំឡេងបុកបាសងុំហើយការ៉ាអូខេដែលសំឡេងវាទឹកដំបែបប្រភេទឈុតធំ3ទឹកណាបងប្អូនបាទអញ្ចឹងខ្ញុំសូមណែនាំដោយសារតែយើងមានដាក់បញ្ចូលជាមួយនឹង subwoofer ចូលទៅក្នុងនឹង subwoofer នេះគឺយើងប្រើប្រាស់ឈុតជាមួយគ្នាបាទគឺ Passion 12 SP ដែលមានកម្លាំងរហូតដល់ទៅ 450 វ៉ាត់ dynamic បាទហើយអ្វីដែលពិសេសនោះគឺយើងប្រើប្រាស់ជាមួយនឹង processor បាទគឺ ampli JBL Bayon 1បាទ Bayon 1គឺជាប្រភេទ ampli ដែលចេញនៅក្នុងឆ្នាំ 2021-22 នេះបាទហើយ ampli មួយនេះគឺវាមានសមត្ថភាពខ្លាំងនៅក្នុងការអូសទាំងពីរនេះបានអញ្ចឹងខ្ញុំសូមណែនាំឈុតមួយនេះគឺស័ក្តិសមមែនតើវាបុកបាសបានធ្ងន់ណែនងុំបើទឹកដំសំឡេងរបស់វាវិញអត់ខុសពីបងវាទេបាទអត់ខុសពី Passion 12ទេសំឡេងរបស់វាគឺល្អមែនតើហើយការ start up របស់វាគឺ 60 Hz អញ្ចឹងចំពោះ processor បាទដែលប្រើប្រាស់នៅក្នុងឈុតរួមមួយនេះបាទគឺយើងប្រើប្រាស់នៅ ampli Bayon 1នេះគឺវាមានជាមួយនឹង echo បាទក៏ដូចជា reverb ដូចទៅនឹង KX108 ដែរគឺយើងប្រើ app control ណាបងបាទអញ្ចឹងយើងអត់ប្រើប្រាស់ ampli ដាច់ឬក៏ ampli ក្រៅ series crown អីទេបាទគឺយើងប្រើប្រាស់តែ ampli នឹងមួយទៅគឺអូខេហើយបងប្អូនហ្នឹងហើយបងប្អូនបាទអញ្ចឹងចំពោះបច្ចេកទេសគឺវាខ្លាំងហើយអញ្ចឹងបងប្អូនចង់ដឹងមួយទៀតគឺទៅលើការប្រើប្រាស់បាទមុខងារនៃការប្រើប្រាស់ណាអញ្ចឹងឲ្យបងលីគាត់បញ្ជាក់បន្តិចបាទអូខេតកតងនឹងការប្រើប្រាស់របស់ ampli Bayon 1ហ្នឹងតកតងទៅនឹងរូបរាង design របស់វាគឺវាស្ដើងស្រាលនិយាយទៅគឺស្អាតមែនតើហើយវាមាន LED display ដែលបង្ហាញព័ត៌មានរបស់វានៅខាងមុខហ្នឹងនិយាយទៅគឺងាយស្រួលនៅក្នុងការមើលថា ampli ហ្នឹងកំពុងតែប្រើប្រាស់នៅក្នុង mode អីចឹងណាហើយវាភ្ជាប់មកជាមួយ feature ច្រើនមែនតើបងប្អូនមានដូចជា Bluetooth USB player ដែលបងប្អូនអាចភ្ជាប់ជាមួយនឹង smartphone ឬក៏បើសិនជាបងប្អូនប្រើលក្ខណៈដូចពីមុនណាគឺយើង copy ចម្រៀងចូលទៅក្នុង flash បងប្អូនអាចចាក់ play វាបានហើយវាមានភ្ជាប់មកជាមួយនឹង remote control ដែរនិយាយទៅគឺពិសេសមែនតើហើយ remote control ហ្នឹងគឺមាន function ច្រើនដែលបងប្អូនអាចប្រើវាដោយមិនចាំដើរមក control នៅលើ ampli នឹងផ្ទាល់ទេហើយលើសពីហ្នឹងទៀតគឺវាមានទៅលើ input source ច្រើនដូចជាវាមានRCA វាមាន HDMI in 2ដែលបងប្អូនអាចភ្ជាប់ពីឧបករណ៍ដូចជា touch screen ដែលយើងដាក់បង្ហាញហ្នឹងបងប្អូនអាចភ្ជាប់ពីប្រភេទ Apple TV Amazon Fire ជាដើមចូលទៅកាន់ ampli នឹងបានហើយមាន HDMI ALC ទៀតដែលជាបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់មួយ TV Smart TV ទំនើបគឺ ALC ហ្នឹងគឺមានន័យថា Audio Return Channel ដែលយើងដោតទៅទូទៅគឺសំឡេងពីទូហ្នឹងគឺចូលមកកាន់ ampli នឹង direct តែម្ដងហើយយើងអាចធ្វើការ control ទៅលើ function មួយចំនួនដូចជាពេលដែលយើងបិទទូគឺ ampli នឹងវាបិទ auto ដែរអាហ្នឹងគឺងាយស្រួលនៅក្នុងការប្រើប្រាស់មែនតើនិយាយទៅគឺតកតងទៅនឹងបច្ចេកវិទ្យានិង feature របស់វាហ្នឹងគឺបង្កភាពងាយស្រួលនៅក្នុងការប្រើប្រាស់ឲ្យយើងប្រើប្រាស់នៅក្នុងផ្ទះតែម្ដងអូខេបាទបងប្អូនអញ្ចឹង ampli គឺទំនើបមែនតើបាទអញ្ចឹងហើយឧបករណ៍ដែលយើងខ្វះអត់បានមួយទៀតបាទគឺ microphone JBL VM300 បាទ microphone JBL VM300 គឺជាប្រភេទ microphone របស់ JBL ផ្ទាល់បាទហើយសំឡេងរបស់វាគឺស្រូបបានល្អមែនតើហើយនៅពេលដែលយើងច្រៀងដាក់នៅចិត្តមាត់ខ្លាំងក៏អត់បែកសំឡេងដែរបងប្អូនបាទអញ្ចឹងបងប្អូនប្រកាសជាស្គាល់កិត្តិនាមរបស់ VM300 បាទព្រោះខ្ញុំបានធ្វើជាឈុត karaoke មកច្រើនហើយបាទហើយក៏អត់ចង់ detail ច្រើនដែរបាទប៉ុន្តែអ្វីដែលពិសេសមួយទៀតដែលយើងខ្វះអត់បានមួយទៀតបាទគឺ touch screen បាទ touch screen នេះគឺជាឧបករណ៍ជំនួយខ្លាំងមែនតើនៅក្នុងការរកបទចម្រៀងបាទក៏ដូចជាការប្រើប្រាស់សម្រាប់ច្រៀង karaoke ផ្ទាល់បាទទុកឲ្យបងលីអ្នកបកស្រាយបាទអូខេតើតើទៅនឹង touch screen នេះបើសិនជាបងប្អូនធ្លាប់ចូល KTV ទូទៅគឺយើងឃើញគឺគេមាន touch screen មួយនៅលើតុសម្រាប់ឲ្យយើងរើសចម្រៀងអីចឹងណាហើយ touch screen នេះវាជាប្រភេទ touch screen ដែលគេប្រើប្រាស់ទាំងលក្ខណៈគ្រួសារទាំងលក្ខណៈអាជីវកម្មគឺយើងអាចប្រើបានទាំងអស់ហើយវាមានទំហំ 18.5 អ៊ីងហ្នឹងហើយធំ
ធំហើយនៅក្នុងហ្នឹងគឺយើងអាចរើសបានតកតងទៅនឹងទំហំ hard disk របស់វាគឺមាន 2T និងមាន 4T ហើយចំពោះ Thai skin ដែលយើងចាប់ជាមួយនឹងឈុតហ្នឹងគឺវាមាន hard disk ទំហំត្រឹមតែ 2T ទេហើយលក្ខណៈពិសេសរបស់វាមួយទៀតដែលវាប្រកបភាពងាយស្រួលនៅក្នុងការប្រើប្រាស់ឲ្យយើងគឺវាមាន Wi-Fi និងមានYouTube built in នៅក្នុងនឹងស្រាប់តែម្ដងដែលយើងលក្ខណៈថាបទចម្រៀងខ្លះដែលវាចេញថ្មីពេកគឺវាអត់ទាន់មាននៅក្នុងTouch screen ទេហ្នឹងហើយ database នៅក្នុង Touch screen ហ្នឹងទេអញ្ចឹងគឺយើងអាចចូលទៅកាន់ YouTube search ហើយយើងអាចប្រើប្រាស់ច្រៀង karaoke នៅ YouTube នឹងទូរស័ព្ទយើងដែរណាបាទហ្នឹងហើយអូខេលុយមែនតើហ្នឹងហើយបងប្អូនបាទអញ្ចឹងបាទមួយឈុតនេះបាទបបោមែនតើសម្រាប់ឲ្យបងប្អូនប្រើប្រាស់នៅខាងក្នុងណាបាទអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹងឈុតនេះហើយចង់អញ្ជើញមកតេស្តសលេងផ្ទាល់បានបាទគឺនៅពីសាខារបស់យើងបាទសាខាទី1គឺនៅ Experience Center 1បាទដែលមានទីតាំងនៅលើផ្លូវ19បាទនៅលើផ្លូវព្រះអង្គយុគន្ធរហើយបាទនៅខាងជើងវត្តសារាវត្តតេជោបាទហើយលេខទូរស័ព្ទខ្ញុំដាក់នៅលើ description សាខាទី2របស់យើងគឺនៅ JBL Olympic ដែលមានអាសយដ្ឋាននៅលើផ្លូវ163ខាងក្រៅវត្តមហាមន្ត្រីនិងទល់មុខសន្តាគារភ្នំពេញបាទអូខេហើយជាចុងក្រោយហ្នឹងគឺអ្វីដែលបងប្អូនចង់ដឹងជាងគេគឺតកតទៅនឹងតម្លៃឈុតនេះតែម្ដងបាទហ្នឹងហើយបងហ្នឹងហើយឈុតហ្នឹងវាមានតម្លៃ$3250ហ្នឹងហើយហើយបងប្អូនចង់ដឹងកាន់តែច្បាស់បងប្អូនអាចអញ្ជើញមកធ្វើការសាកសម្លេងនៅសាខារបស់ពួកខ្ញុំទាំងពីរទាំងបានហើយបើសិនជាបងប្អូននៅតាមខេត្តហើយបងប្អូនបានស្គាល់អស់ហើយពីលក្ខណៈរបស់ផលិតផលដែលពួកយើងបានបង្ហាញរហូតមកបងប្អូនបានស្គាល់យើងហើយបងប្អូនចង់ឲ្យពួកយើងផ្ញើទៅហ្នឹងហើយគឺពួកយើងមានសេវាកម្មផ្ញើយើងទៅតាមខេត្តទៀតហ្នឹងហើយហើយឥឡូវហ្នឹងគឺយើងមាន Telegram តទៅនឹង Channel គឺបងប្អូនអាចមើលទៅលើ description បានគឺយើងនឹងដាក់ link ឲ្យបងប្អូនចូលទៅ subscribe channel របស់យើងគឺយើងធ្វើការ upload ដូចជា post ពី product របស់យើងតទៅនឹងផលិតផលរបស់ JBL របស់ក្រុមហ៊ុន Nano Sound របស់យើងលក់ហ្នឹងគឺណែគឺយើងធ្វើការ update លឿនមែនតើហើយយើងមាន page Nano Sound Experience Center 1 និង page Nano Sound Olympic ហើយបើសិនជាបងប្អូនចង់ដឹងពីបច្ចេកទេសកាន់តែច្បាស់ដូចជាបងប្អូនចង់ប្រឹក្សាយោបល់ពីតម្រូវការរបស់បងប្អូនចង់បានប្រភេទឈុតណាមួយទៅប្រើប្រាស់បងប្អូនអាចតាក់ទងមកកាន់អ្នកបច្ចេកទេសរបស់ពួកខ្ញុំបានគឺតាម Telegram ដូចគ្នាដែល Telegram របស់ពួកគាត់គឺខ្ញុំនឹងដាក់នៅលើ description ដូចគ្នាអូខេបងប្អូនបាទអញ្ចឹងវីដេអូនេះចង់បង្ហាញបងប្អូនតែប៉ុណ្្នឹងទេបាទដើម្បីឲ្យកាន់តែច្បាស់បងប្អូនអាចអញ្ជើញមកសាខាទាំងពីរបានហ្នឹងហើយអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេខ្ញុំនឹងបង្លីបាទក៏សូមអរគុណសូមគោរពលាបងប្អូនបាទដែលចំណាយពេលនៅក្នុងការទស្សនាបាទ